ធ្វើទំនើបកម្មបន្តិចម្ដងរហូតដល់បានខ្លាយទៅជាកំពង់ផែមួយដែលមានសារៈសំខាន់ នងនាមជាខេត្តម្ចាស់ផ្ទះនៃកំពង់ផែទឹកជ្រៅតែមួយគត់របស់ព្រះរាជាណាចក្រកម្ពុជារដ្ឋបាលខេត្តព្រះសីហនុមានមោទកភាពក្រៃលែងចំពោះការពិវត្តឥតឈប់ឈររបស់កំពង់ផែក្រុងព្រះសីហនុហើយបានត្រៀមខ្លួនគាំទ្រនៅចក្ខុវិស័យវែងឆ្ងាយរបស់កំពង់ផែនិងរាជរដ្ឋាភិបាលកម្ពុជាកំពង់ផែនេះបានធ្វើទំនើបកម្មបន្តិចម្ដងរហូតដល់បានខ្លាយទៅជាកំពង់ផែមួយដែលមានសារៈសំខាន់ជាកំពង់ផែដែលមិនមែនគ្រាន់តែមានហេដ្ឋារចនាសម្ព័ន្ធគ្រប់គ្រាន់ក្នុងការដឹកជញ្ជូនបង្កលក្ខណៈការដឹកជញ្ជូនប៉ុណ្ណោះទេយើងអាចនិយាយបានថាមកដល់ពេលនេះកំពង់ផែយើងបានកំពុងតែខ្លាយទៅជាកំពង់ផែដែលមានលក្ខណៈឆ្លាតជា smart port មួយដែរអញ្ចឹងជាការផ្ដល់ទំនុកចិត្តដល់អ្នកវិនិយោគដល់អ្នកអាជីវករទាំងអស់ឲ្យឃើញអំពីសារៈសំខាន់ហើយនឹងភាពគេហៅថាជាតម្លាភាពនៃការគ្រប់គ្រងការដឹកជញ្ជូនរបស់គេ